សូមស្វាគមន៍បងប្អូនមកកាន់ Channel និទានស្រុកខ្មែរថ្ងៃនេះដែរខ្ញុំបានលើកយករឿងបរមមានញៀនមកចែកជូនបងប្អូនក្នុងការនិទានដូចតទៅកាលដើមឡើយនៅក្នុងភូមិមួយមានប្តីប្រពន្ធពីរនាក់ដែលប្តីឈ្មោះនិសៅប្រពន្ធឈ្មោះនាងសំអ្នកទាំងពីរមានកូនប្រុសម្នាក់ឈ្មោះថាសត្ថាជាក្មេងដែលអ្នកចាស់ទុំនៅក្នុងភូមិមានការស្រឡាញ់ជួយចិត្តអាណិតជាខ្លាំងដោយសារនាយតែងជួយយកអាសាអ្នកភូមិអ្នកស្រុកនៅពេលពួកគេពឹងពោម្ដងរីឯឪពុកម្ដាយអ្នកទាំងពីរនាងសំហើយនិងនិសៅក៏តែងតែអប់រំទូន្មានកូនរបស់ខ្លួនដើម្បីឲ្យដែរនៅក្នុងកន្លងធម៌កំឡោះសត្វថាតែងតែស្ដាប់បង្គាប់ឪពុកម្ដាយមិនទៅតឹងរឿងនោះទេគ្រប់ពេចការងារតូចធំនាយបានជួយសពគ្រប់ទាំងអស់តាំងពីព្រឹកដល់ថ្ងៃនាយខ្វៀលគោផងនាយជួយដកស្ទូងស្រែផងដែលឪពុករបស់ខ្លួនបានដាំដុះជាមួយនឹងម្ដាយថ្ងៃមួយឪពុករបស់ខ្លួននិសៅបានចេញដំណើរយកបន្លែបង្ការដែលដាំបាននៅក្នុងផ្ទះនោះយកទៅលក់នៅភូមិផ្សេងមួយទៀតដែលមានឈ្មោះធំចាំទទួលនាយសត្វថាជាកូនក៏លែងឃើញទឹកមុខរបស់ឪពុកដូចជាមិនសូវស្រួលហាក់បីមានអ្វីមួយមកក្រត់ដប់នាយក៏បានសួរទៅកាន់ឪពុករបស់ខ្លួនថាលោកពុកតើថ្ងៃនេះត្រូវតែទៅធ្វើដំណើរយកបន្លែទាំងអស់គ្នាទៅលក់មែនទេឪពុករបស់នាយក៏បានឆ្លើយថាបាត់ហើយថ្ងៃនេះឪពុកគឺយកបន្លែទាំងអស់នេះទៅលក់កូនទៅមើលផ្ទះជាមួយដបាយឯងចុះមិនអីទេនាយសត្វថាលឺឪពុករបស់ខ្លួននិយាយបែបនេះហើយក៏សិញ្ជឹងគិតបន្តិចស្រាប់តែភ្លាមនោះនាយបានដឹងថាឪពុករបស់នាយច្បាស់ជាជួបគ្រោះថ្នាក់នៅតាមផ្លូវចិត្តជាមុំខានព្រោះថានឹងមានអ្វីមួយបង្កជាផលរមាស់អាចដល់ស្លាប់ឬមានគ្រោះថ្នាក់ដល់ផ្លូវកាយនាយសត្វថាបានដឹងរឿងនេះហើយក៏បាននិយាយទៅកាន់ឪពុករបស់ខ្លួនទៀតថាលោកពុកតើបន្លែទាំងអស់នេះអាចចេញដំណើរទៅលក់ស្អែកបានទេឬត្រូវទៅលក់ថ្ងៃនេះតែម្ដងព្រោះខ្ញុំហាក់បីដូចជាចម្លែកចិត្តណាស់លោកពុកឃើញលោកពុកមើលទៅមុខសភាពដូចជាស្លេកស្លាំងគឺឲ្យខ្ញុំបានដឹងរឿងអ្វីម្យ៉ាងដែលកើតឡើងចំពោះពុកណាពុកខ្ញុំក៏មិនដឹងថាវាដឹងតាមរបៀបណាដែរប៉ុន្តែពេលនេះខ្ញុំចង់ប្រាប់ពុកថាខ្ញុំមិនចង់ឲ្យពុកទៅទេព្រោះខ្លាចមានបញ្ហាអ្វីមួយកើតឡើងណាពុកនាងសំជាម្ដាយឬសត្វថាជាកូននិយាយបែបនេះក៏និយាយតបទៅថាសត្វថាកូនដឹងរឿងអ្វីមកពីណានឹងហេតុអ្វីបានជាគាត់ពុកឯងដូច្នេះបន្លែបើមិនទៅលក់ថ្ងៃនេះទេនឹងខូចណាកូនហើយកូនមានរឿងអ្វីចាំបាច់ឬធំដុំយ៉ាងណាដែលត្រូវបង្អាក់ពុកឯងនិសៅនិងនាងសំជាពុកម្ដាយគ្រាន់តែសម្លឹងមើលមុខគ្នាទៅវិញទៅមកប៉ុន្តែមិនបានចាប់អារម្មណ៍នឹងសម្ដីរបស់សត្វថានោះទេសត្វថាដែលមិនអាចគាត់ឪពុករបស់ខ្លួនបាននោះក៏បានសំឪពុករបស់ខ្លួនទៅជាមួយនិសៅជាឪពុកក៏យល់ព្រមរត់តែគោរបស់និសៅនិងនាយសត្វថាជាកូនបានបោះសម្ដៅលឿនលួយទៅកាត់ឆ្លងភូមិដែលមកដំក្បែរខាងភូមិរបស់ពួកគេរស់នៅទៅដល់ទីនោះស្រាប់តែប្រទះនឹងវងគោនិងវងក្របីដ៏ច្រើនដែលជាវងក្របីនិងគោរបស់អ្នកភូមិអ្នកស្រុករំពេចនោះវងក្របីនិងវងគោក៏បានផ្អើលសម្ដៅមករត់តែគោរបស់អ្នកទាំងពីរដែលកំពុងបោនាយសៅបានឃើញបែបនេះក៏មានការផិតភ័យយ៉ាងខ្លាំងក៏ស្រែកឲ្យកូនរបស់ខ្លួននាយសត្វថាលូតចុះពីលើរទេះហើយចូលទៅក្នុងព្រៃគោទាំងនឹមរបស់និសៅដែលនៅជាប់រទេះនោះបានឃើញគោផ្សេងទៀតផ្អើលសម្ដៅមករកនោះក៏កញ្ជោលលូតហក់ធ្វើឲ្យរទេះនោះប្រែទៅជាកលាប់ចំណែកឯនិសៅដែលនៅលើរទេះនោះក៏ដួលផ្កាក្រោយធ្លាក់ពីលើរទេះច្រងាប់ច្រងិលភ្លាមនោះដែរនាយសត្វថាបានឃើញឪពុករបស់ខ្លួនក៏ស្ទុះទៅទាញចូលទៅក្នុងព្រៃឯបខាងវងគោទាំងឡាយក៏នាំគ្នាកញ្ជ្រោលហើយរត់កាត់ជន់លើរទេះនិងបន្លែផ្សេងដែលពួកគេបំរុងយកទៅលក់នោះខ្ទេចគ្មានសល់ប៉ុន្តែជាសំណាងនាយសត្វថាបានទាញឪពុករបស់ខ្លួនដែលសន្លប់ស្ដុកស្ដឹងឲ្យចូលទៅខាងគៀនផ្លូវនោះទៅធ្វើឲ្យគោនោះមិនអាចរត់ជន់និងមានគ្រោះថ្នាក់ដល់ជីវិតមួយស្រក់បក់មកនាយសៅបានដឹងខ្លួនមកក្បាលរបស់នាយបែកហូរសត្វតែឈាមឯនាយសត្វថាជាកូនបានយកក្រមារុំក្បាលឲ្យឪពុករបស់ខ្លួននាយសៅបាននិយាយទៅកាន់នាយសត្វថាជាកូនថាសត្វថាតើមានរឿងអីនឹងហេតុអ្វីបានជាពុកជួយក្បាលបែបនេះហើយមុននេះមានរឿងអីពុកហាក់បីដូចជាវល់អស់ហើយនៅកូននាយសត្វថាលឺឪពុករបស់ខ្លួនពោលមកដូច្នេះនោះក៏និយាយតបទៅវិញថាយើងផាត់គ្រោះហើយនៅពុកមិនអីទេអំបញ្ញមិញនេះវងគោនិងវងក្របីជាច្រើនកំពុងបំបោសម្ដៅផ្អើលមករត់រទេះរបស់យើងឥឡូវនេះគោរបស់យើងទាំងពីរក៏ផ្អើលរត់បាត់ទៅទៀតហើយរទេះគោក៏លាក់បាក់បែកខ្ទេចបន្លែរបស់យើងក៏ត្រូវវិរុទ្ធជន់អស់ទៀតប៉ុន្តែជាសំណាងហើយដែលពុកមិនអី
ព្រោះខ្ញុំបានស្ទុះទៅទាញពុកចេញមកបើពុំនោះទេមិនដឹងថាមានរឿងអ្វីកើតឡើងទេណាពុកនេះសៅលើកូនរបស់ខ្លួននិយាយបែបនេះមកក៏មានអារម្មណ៍ដល់ការដឹងនិងនឹកភ្នែកដល់ពាក្យសម្ដីរបស់កូនខ្លួនមុននឹងចេញពីផ្ទះបន្ទាប់ពីកើតរឿងនេះមកនេះសត្វថាបាននាំឪពុករបស់ខ្លួនត្រឡប់ទៅផ្ទះវិញដោយធ្វើដំណើរតាមរទេះគោរបស់អ្នកស្រុកសំដោយសារហើយរទេះគោរបស់ខ្លួនត្រូវបានខ្ទេចហើយគោបានផ្អើលបាត់ទៅទៀតទៅដល់ផ្ទះនាងសំមានការផ្ទះផ្អើលនិងផិតភ័យជាខ្លាំងដោយឃើញប្តីរបស់ខ្លួនត្រូវរបួសនិងមានបាយឈាមហូរស្រោចស្រក់មកលើមុខនាងក៏សួរទៅកាន់កូនប្រុសរបស់ខ្លួននេះសត្វថាបាននិយាយរឿងរ៉ាវទាំងអស់ប្រាប់ទៅម្ដាយរបស់ខ្លួនពីរឿងរ៉ាវដែលបានកើតក្រោយពេលនេះសត្វថាបានជួបរឿងរ៉ាវទាំងអស់នេះមកនោះនាងចាប់ផ្ដើមឆ្ងល់ជាមួយនឹងខ្លួនឯងថាហេតុអ្វីក៏បានដឹងរឿងរ៉ាវមុនដែលកើតឡើងហាក់បីដូចជាអ្វីមកប្រាប់តែពុំដឹងថាដឹងដោយសារអ្វីគ្រាន់តែមើលសភាពមុខរបស់មនុស្សដែលមានគ្រោះបញ្ហានោះនាងក៏អាចដឹងភ្លាមដែលបណ្ដាឆ្ងល់បណ្ដានោះក៏ស្រាប់តែជួបនឹងលោកពូហោដែលនៅក្បែរផ្ទះរបស់នាងសម្ដៅទៅស្រែនាងក៏សម្ដៅទៅស្រែដូចគ្នាដែរដោយកិច្ចការងារធំតូចនៅក្នុងផ្ទះនិងក្រៅផ្ទះនោះឪពុករបស់នាងមិនអាចធ្វើបាននោះទេដូច្នេះនាងគឺនាងត្រូវសរុបរះបំពេញការងារជំនួសឪពុកម្ដាយរបស់នាងពូហោក្រឡេកឃើញសត្វថាភ្លាមក៏បានសួរនាំពីឪពុករបស់ខ្លួននាងសត្វថាក៏បានក្រឡេកទៅមើលពូហោស្រាប់តែឃើញលោកពូហោកំពុងធ្វើដំណើរដោយរទេះគោបំរុងនៅមកក្បែរនាងនោះដោយគ្មានក្បាលនោះទេនាងមានការផិតភ័យនៅផ្ទះផ្អើលជាខ្លាំងរហូតដល់ទប់ចិត្តមិនបានស្ទើរស្លេកមុខស្លេកមាត់លោកពូហោក៏សួរថាក្មួយសត្វថាមានរឿងអ្វីនឹងបានជាស្លេកមុខស្លេកមាត់ម្ល៉េះតើឪពុករបស់ក្មួយយ៉ាងមិនទៅហើយកាលពីថ្ងៃមុននោះថាមានគោផ្អើលបុករទេះធ្វើឲ្យមានរបួសពូមិនបានទៅសួរទេរវល់តែនៅស្រែបែបនេះនាងសត្វថាឮពូហោសួរមកកាន់ខ្លួនដូច្នេះហាក់បីដូចជាច្របូកច្របល់នៅក្នុងខ្លួនពុំដឹងថាឆ្លើយយ៉ាងណានាងក៏បានតបទៅថាបាទលោកពូមិនអីទេពួកខ្ញុំបានធូរច្រើនហើយចុះលោកពូបំរុងធ្វើដំណើរទៅណាដែរនឹងពូហនក៏បានតបនឹងនិស្សិតថាណាក្មួយពូធ្វើដំណើរទៅម្ដុំចុងភូមិដែលជាចំការរបស់ពូនឹងដែរអញ្ចឹងពូលាក្មួយសិនហើយនៅពេលដែលពូហនហាមាត់លានិស្សិតថាបំរុងនឹងប្រាប់ថាពូហននឹងអាចនឹងមានរឿងអ្វីកើតឡើងនោះប៉ុន្តែប្រាប់មិនតនោះទេហើយម្យ៉ាងនេះគិតថាបើប្រាប់រឿងនេះទៅពូហនប្រហែលជាមិនជឿនៅក្នុងរឿងបែបនេះនោះទេនេះសិតថាក៏តាមមើលរទេះគោរបស់ពូហនដល់ដាច់កន្ទុយភ្នែកហើយនេះក៏ធ្វើដំណើរទៅចំការស្រែរបស់ខ្លួនជាធម្មតាដោយដើរបណ្ដើរនឹកគិតបណ្ដើរចំពោះអ្វីដែលនេះបានឃើញហាក់បីដូចជាស្ដែងតែនៅមានរឿងអ្វីកើតឡើងចំពោះបុគ្គលដែលនេះបានឃើញនោះលុះដល់ព្រឹកស្អែកបានមកដល់ចាស់ទុំពី3នាក់ក៏មកនិយាយអ៊ូនៅខាងមុខផ្ទះរបស់នាងដែលមាននាងសៅនិងនាងសំជាឪពុកម្ដាយរបស់ខ្លួនកំពុងតែជជែកជាមួយនឹងពួកគេពី3នាក់នោះដោយនាងប្រឹងផ្ទៀងត្រចៀកស្ដាប់តែស្ដាប់ពុំបាននោះទេរហូតដល់ការចិត្តសង្ស័យពេកក៏ដើរទៅសួរឪពុកម្ដាយរបស់ខ្លួនក្នុងចំណោមពួកគេនោះនាងសំជាម្ដាយគ្រាន់តែបានឃើញនាងសត្វថាជាកូនដើរមកភ្លាមក៏ប្រាប់ថាសត្វថាកូនពូហនពេលនេះស្លាប់ហើយម្សិលមិញនេះគាត់ទៅព្រៃត្រូវពូចឹកតើកូនបានដឹងទេនាងសត្វថាឮម្ដាយរបស់ខ្លួននិយាយបែបនេះប្រាប់ក្នុងខ្លួនហាក់បីដូចជាហេលហាលច្របូកច្របល់ហើយមានការស្រឡាំងកាំងចំពោះអ្វីដែលនេះបានដឹងនិងបានឃើញកាលពីម្សិលមិញនោះនាងសត្វថាបានយករឿងនេះទៅប្រាប់ឪពុកម្ដាយរបស់នាងនិងអ្នកក្នុងភូមិពី3នាក់ដែលនៅមុខផ្ទះនោះក្រោយពីឪពុកម្ដាយបានស្ដាប់នាងសត្វថាជាកូននិយាយរឿងប្រាប់បែបនេះហើយនោះក៏ចាប់ផ្ដើមឆ្ងល់នឹងកូនរបស់ខ្លួនហើយចាប់ផ្ដើមតាមសង្កេតនៅអាការៈដែលនាងសត្វថាបានឃើញរឿងអ្វីមួយម្ដងព្រោះអ្នកទាំងពីរចាប់ផ្ដើមជឿលើកូនរបស់ខ្លួនថាកូនខ្លួនជាបរិសុទ្ធដែលមានយានអាចដឹងរឿងរ៉ាវអនាគតនិងប្រផ្នូលហេតុច្បាស់នេះសើជាឪពុកក៏បាននិយាយទៅកាន់នាងសត្វថាជាកូនថាសត្វថាហើយអ្វីក៏កូនបានដឹងរឿងរ៉ាវច្រើនបែបនេះពុកគិតថាកូនច្បាស់ជាអ្នកមានយានពិតប្រាកដហើយមើលទៅនោះនិស្ស័យរបស់កូនពីអតីតពុកមិនបានដឹងទេប៉ុន្តែឮចាស់នៅក្នុងភូមិនៅលោកតាលោកយាយឯងធ្លាប់និយាយថាពុករបស់យើងកាលពីមុនជាអរិយជាអ្នកដែលមានយានអាចដឹករឿងរ៉ាវទូទីមុនតាហើយការដែលដឹករឿងស្រស់ពីហេតុដែលត្រូវកើតឡើងបែបនេះនោះមិនមែនជាមនុស្សធម្មតាទេនេះសត្វថាលឿពុករបស់ខ្លួននិយាយបែបនេះក៏តបទៅវិញថាបាទពុកខ្ញុំក៏យល់ចំពោះខ្លួនឯងបែបនេះដែរប៉ុន្តែពេលខ្លះហាក់ដូចជាមិនជឿជាក់សោះព្រោះភ្នែករបស់ខ្ញុំហេតុអ្វីបានមើលឃើញសភាពចម្លែកតែខ្ញុំគិតដឹងថានឹងមានរឿងអ្វីកើតឡើង
ก็บ่มรองปรับเกปันตายก็มันเซอร์เมนเกเจือได้โดยในเรื่องคลาขยมันอาจปรับบานตีหนึ่งสอมก็บานตอบในโกนปรับบอกล้นได้แทงสัตว์แท้เมนเฮยตาไม้จำนำปีดองให้นักโกนการมุนเอาปกระบอกไอ้เมียนจูบเรื่องให้เป็นนี่ไอ้เลือปูฮอนก็เตอสลับตีนตาโกนบานดังเรื่องดาวระเบียบไหนจะบานนะโดยเจือปกระบอกไอ้ดีจริงจังไอ้ประหายจะเมียนเย็นดังเฮยเหมือนเตินดูไม้ก็มันได้ทลอปรับไอ้ได้การปีกำนัดได้ไอ้การดูไม้เคยเตะบดางเสลียบแปะตรงเครื่องยังเมียนปลือพลือใจจางปอมเมียหมกชมหมกเตะระบอกยืงเฮยเตะบดางนุกกระต่ายอย่างยมรกไม้ไผ่หน้าไม้กระโจบเตะเตยผมดังถักกอดมีบำนอไว้ตีลูกคนร้องจะจานใครบอกนุกไม้ก็ซับแต่เมียนไอ้เตยนักโกนหนึ่งซ้ำในสายบ้านเดินตะโกนบอกขลุ่นจอบใส่ปุยปงอะไรเจนเนี้ยมีนเย็นบารมีปัดประกอบนุกก็บานเรียบจอมตีกันไหลเสนาสนะตัวมวยในขนมเตียน้ำใบดำลางกรูเอาโกนมีนเย็นการแต่เจ้าใบดอยมันจุ่มตัวประชางเนอไว้ได้เจ้าปะนิสัยระบอกโกนแล้วนี่สัตว์ไทยก็พร้อมตัวได้ก็ได้เจอเจ๊นางโยนสอบตามอภกระบอกขลุ่นเรื่องแรกเดี๋ยวนี้บ้านดังปีโปโหนได้เตยสลับมนดุบ้านชอกชัยเป็นแต่งพมแต่งออกมนุษย์มันเนี้ยเมียนกาเจอเจ๊จมปูนังดีสัตว์แท้เป๊ะได้มีเรื่องตกไผ่ขนมแกตุตีหรืออย่างแนนดุปุ๊เกไตเมรกนีสัตว์แท้มักดอกเตียหายนีสัตว์แท้บานตุตีนังแปรเรื่องไรหมุนดอกปุ๊เกฉบับหายเรื่องไรหนูก็บานกัดลายปัดแมนปีมันเนี้ยเติมมันเนี้ยปีมูไทยเติมมูไทยนีสัตว์แท้ก็จะประดามละใบคลายเจ็บบอร์มินเย็นเนี้ยผมเนี้ยสระได้จูบตกไผ่เสียงก็ไตโจมมาเปิงโปเตียระบอนีไซน์หนึ่งสองได้เมียนนีสัตว์แท้เจียโกนปลอเจียนเนี้ยช่วยดอกมนุษย์ทั้งอ่อนดุเนมันได้ยกประกาศหรือบังคับเอาไว้แต่กันเนี้ยสองเนี้ยผมลอยเนี้ยผมทั้งอ่อนก็มีการรีสบายจัดแสงโตนังกำลังสัตว์แท้ได้เจียบอร์มินเย็นดอกกลางปุกไก่ในขนมผมระบอบปุกเกเราเขาดอกเปมวยในขนมผมเตยเมียนเพลิงเช็ดเตะระบอบเนี้ยผมเนี้ยสลับนีสัตว์แท้ก็บานยกเรื่องนี้แต่ปรับอภงมาได้ระบอกล้วนอภงมาได้ระบอกล้วนก็แต่ปรับเนี้ยผมเนี้ยสลับบรรต่อเรื่องเพลิงเช็ดเตะนูก็บานการแรงแบนปันไตโดยสายผู้เกยมีการปรองประหยัดดังมุนดุก็บานตุบสกัดกำลังศรัทธาบานสมาธิแต่ยุบเตือนทั้งไงเนื้อมุกตีกันไหลเสนาสนะระบอกหลุนได้อภงไอเรียบจอมเอาจมได้ดีใสได้เชื่อปกหนุ่มผมได้จมตัวหามคอเอาไว้หนุเตกรุบไปแกงหยิบเสียงนี่ศรัทธาก็เป็นเสือบานช่วยดิ้นมนุษย์ใดได้หนีบานดังแผลนี่เมนตัวเนตีช่วยมกเปราะดอกมนุษย์ขนมผมนองสกได้เมนอปะดีใสจะปีเปนูมอกนีสัตว์แท้ก็บานคลายเจเนสจังดอละใบในขนมผมหายนี้บานจิงโจเตอขนมไพรหนึ่งโจมาขนมตีสลับผมวินดอยมาดูมาเนียบานสกอนีฉบับหายหนึ่งกรบชมปัวบารไม่เดือดไทยระแสหนึ่งแกเป็นยินหนึ่งระบอนีอย่างแข็งแบดแกในเตียนเรืองบรอมีนยินบานมักดอที่เป็นจับขยมแบดส้มบอกกลส้มกรบเลีย